ភិបាលស្រុកកងមាសបានបើកដៃឲ្យបុគ្គលមានលុយចាយមិនអស់ធ្វើផ្ទះវិឡាប្លន់យកច្រាំងទន្លេខណៈមេឃុំមកគេមិនមកជួបខាងមេឃុំថាអាអ្នកធ្វើផ្ទះលំហែលើច្រាំងទន្លេហ្នឹងអត់ទៅជួបមេឃុំសោះទៅជួបតែមេស្រុករឿងមិននឹងឆ្ងល់ដល់អាម្ចាស់ផ្ទះដែលធ្វើផ្ទះលំហែលើដីច្រាំងទន្លេនេះថៃបានមិនទៅជួបមេឃុំទៅជួបតែមេស្រុកចឹងហើយបើសិនជាឲ្យលុយមេឃុំផងកុំឲ្យតែលុយមេស្រុកអានេះនិយាយនេះឲ្យត្រង់ចឹងដីច្រាំងទន្លេមួយកន្លែងស្ថិតនៅឃុំអង្គរបានស្រុកកងមាសខេត្តកំពង់ចាមត្រូវបានលោកភោគសវុតអភិបាលស្រុកកងមាសបើកដៃឲ្យបុគ្គលនៅភ្នំពេញដែលគេដឹងថាជាបុគ្គលមានលុយចាយមិនអស់ឲ្យធ្វើផ្ទះវិឡាប្លន់យកច្រាំងទន្លេយ៉ាងធំស្កឹមស្កៃនៅឃុំអង្គរបានយោងប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅម្ដុំសាលាឃុំបានប្រាប់សារព័ត៌មានឲ្យដឹងថាម្ចាស់សំណង់ខុសច្បាប់មួយនេះគឺរស់នៅរាជធានីភ្នំពេញគឺជាអ្នកមានលុយច្រើនសន្ធឹកសន្ធាប់ហើយផ្ទះវិឡាកណ្ដាលច្រាំងទន្លេនេះគឺធ្វើសម្រាប់ទុកគ្រាន់សម្រាប់ដេកលំហែលេងពេលឈប់សម្រាកពីការងារថ្ងៃបុណ្យថ្ងៃអាទិត្យជាដើមយ៉ាងណាប្រភពព័ត៌មានដ៏រសើបមួយនេះបានបង្ហើបឲ្យដឹងថាម្ចាស់សំណង់ខុសច្បាប់ខាងលើនេះគឺមានទំនាក់ទំនងល្អជាមួយលោកភោគសវុតអភិបាលស្រុកកងមាសហើយម្ចាស់សំណង់ក៏ជាមនុស្សដែលមានឥទ្ធិពលម្នាក់ដែលគេសុំមិនបញ្ចេញឈ្មោះមេឃុំរដ្ឋបាលអង្គរបានលោកសេងខុយបានប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី10ខែឧសភាឆ្នាំ2026នេះថាម្ចាស់ទីតាំងសំណង់គឺបានទៅជួបតែជាមួយលោកចៅហ្វាយស្រុករួចអស់ហើយចំណែកឯលោកជាមេឃុំមុខគេមិនមកជួបផងពលគឺសំណង់អត់ច្បាប់នេះគឺចៅហ្វាយស្រុកបើកដៃឲ្យធ្វើត្រង់មានស្រីសម្បត្តិដឹងនេះគាត់ថាគេអត់ដែរជួបឃុំជួបអីទេគេគិតថាជួបយកដីស្រុកមកជួបអាបាទស្រុកហើយគេទៅជួបបាទស្រុកហើយបាទដល់ឃុំគេអត់បោជួបទេអត់ទេចឹងមានន័យថាឃុំអត់ដឹងទេនិយាយរួមបាទគេអត់ដែរមកតំណែងឲ្យគេទៅជួបស្រុកអភិបាលស្រុកកងមាសលោកភោគសវុតមិនហ៊ានបកស្រាយបំភ្លឺជាមួយអ្នកសារព័ត៌មានយើងនោះទេនាថ្ងៃទី10ខែឧសភាឆ្នាំ2026ដោយគ្រាន់តែស្ដាប់ឮសំណួររបស់អ្នកសារព័ត៌មានស្រាប់តែលោកភោគសវុតឆ្លើយថារវល់ជាប់ប្រជុំនិងបានបិទទូរស័ព្ទយ៉ាងលឿនចាប់ប្រជុំខ្ញុំចាប់ប្រជុំទីខាងចាំចាប់នៅចាប់ប្រជុំខ្ញុំចាប់ប្រជុំទីខាងចាំចាប់នៅប្រជាពលរដ្ឋជាច្រើនស្នើសុំអភិបាលខេត្តកំពង់ចាមអាយដាមអ៊ុនចន្ទានិងអាយដាមថោងចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមសូមជួយអន្តរាគមន៍ទប់ស្កាត់និងចាត់វិធានការច្បាប់ឲ្យបានទាន់ពេលវេលាចំពោះករណីខាងលើនេះផងត្រង់មានស្រីសម្បត្តិដឹងនេះគាត់ថាគេអត់ដែរជួបឃុំជួបអីទេគេគិតថាជួបយកដីស្រុកមកជួបអាបាទស្រុកហើយគេទៅជួបបាទស្រុកហើយបាទឃុំគេអត់បោជួបទេអត់ទេចឹងមានន័យថាឃុំអត់ដឹងទេនិយាយរួមបាទគេអត់ដែរមកតំណែងឲ្យគេទៅជួបស្រុក